តែអ្នកធ្លាប់គិតទេថាលុយនឹងអំណាចពិតជាអាចទិញបានអ្វីគ្រប់យ៉ាងមែនទេមនុស្សជាច្រើនខិតខំប្រឹងប្រែងប្រជែកជិះជាន់និងប្រើប្រាស់វិធីពុករលួយដើម្បីកេងប្រវ័ញ្ចអោបក្រសោបយកទ្រព្យសម្បត្តិដីធ្លីយកមកដាក់ក្នុងដៃមែនហើយបើអ្នកមានលុយនិងមានអំណាចក្នុងផ្លូវងងឹតអ្នកអាចទិញដីរាប់ម៉ឺនហិកតាសម្រាប់ដើរជាន់អ្នកអាចសង់វិមានដ៏ស្កឹមស្កៃជារបងការពារខ្លួនប៉ុន្តែមានរឿងមួយដែលអ្នកត្រូវតែដឹងនោះគឺទោះអ្នកមានអំណាចខ្លាំងប៉ុណ្ណាក៏ដោយក៏អ្នកមិនអាចទិញដីសូម្បីតែមួយដុំតូចដើម្បីយកមកគប់កេរ្តិ៍ឈ្មោះរបស់អ្នកដែលបានស្អុយរលួយនោះបានឡើយកេរ្តិ៍ឈ្មោះដែលកើតចេញអំពីការបង្កទឹកភ្នែកដល់អ្នកដទៃវានឹងហោះហើរតាមខ្យល់វានឹងដក់ជាប់ក្នុងសតិសម្បញ្ញៈរបស់មនុស្សជំនាញខ្លួននិងចារក្នុងប្រវត្តិសាស្ត្រជានិច្ចនៅថ្ងៃដែលអ្នកលាចាកលោកនេះទៅអ្នកមិនអាចយកដីដែលមានឬដែលអ្នកបានទិញយកទៅជាមួយបានឡើយអ្វីដែលនៅសេសសល់គឺមានតែដានជើងនៃអំពើល្អឬដាននៃភាពកខ្វក់ដែលអ្នកបានកសាងហើយអ្នកក៏បីចងចាំថាទ្រព្យសម្បត្តិអាចទិញភពផែនដីសម្រាប់ជន់តែសេចក្តីថ្លៃថ្នូរទើបជាដីដ៏បរិសុទ្ធសម្រាប់គប់សាកសពប្រកបដោយកេរ្តិ៍ឈ្មោះកិត្តិយសរបស់អ្នក